បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកស្វែងយល់ជាមួយនឹងសាច់រឿងថ្មីមួយទៀតដែលសាច់រឿងនេះគឺមានចំណងជើងថាកូនពពែសុំបើកដោះមេពពែនៅក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយនៅប្រទេសចិនមានគ្រួសារកំសត់មួយមានតែម្ដាយនិងកូនប្រុសម្នាក់នោះជាមនុស្សកាចខុសខើមិនដឹងគុណមេដាទៅទៀតពេលគ្រាក្រោតម្ដងជេរបន្ទោសហើយក៏មានពេលខ្លះវាយដំមេដាផងដែរដោយហេតុតែស្រឡាញ់កូនម្ដាយក៏ចេះតែស៊ូទ្រាំរស់នៅជាមួយកូនទៅហើយគ្រួសារដ៏កំសត់នេះក៏មានស្រែមួយប៉ុណ្ណោះដែលនៅឆ្ងាយពីភូមិពេលកូនទៅជួម្ដាយនៅផ្ទះរកម្ហូបចំណីទៅឲ្យថ្ងៃណារកបានឆាប់ក៏ទៅពីព្រឹកបន្តិចឯថ្ងៃណារកក្របានក៏ទៅរឿងយឺតបន្តិចដែរជាអកុសលមានថ្ងៃមួយនោះគាត់រកអ្វីមិនបានសោះហើយគាត់ទម្រាំតែខ្ចីប្រាក់កាក់គេបានគឺថ្ងៃបាក់រសៀលបន្តិចទៅហើយកូននៅភ្ជួរស្រែចាំម្ដាយបាត់លុះពេលថ្ងៃត្រង់ក៏បញ្ឈប់គោខ្លួនឯងក៏បានដើរចូលទៅសម្រាកនៅក្រោមដើមឈើនោះទៅជួនជាពេលនោះមានមេពពែមួយកំពុងបណ្ដាលកូនដើររកស៊ីស្មៅរីឯកូនប្រុសកំណាចនោះក៏បានក្រឡេកទៅឃើញកូនពពែលុតជង្គង់បើកដោះមេវាគាត់ក៏បាននឹកក្នុងចិត្តថាអោសត្វនេះមុននឹងបើកដោះវាចេះគោរពមេវាដែរតាសត្វនេះគ្រាន់ហើយពេលនោះគាត់ក៏បាននឹកឃើញដល់ខ្លួនឯងវិញថាតើយីអាត្មាអញបានធ្វើបាបម្ដាយច្រើនណាស់អាត្មាអញអន់ជាងសត្វពពែនេះទៅទៀតពីពេលនេះទៅអាត្មាអញឈប់ធ្វើបាបម្ដាយទៀតហើយត្រូវគោរពម្ដាយឲ្យបានល្អអញ្ចឹងបន្ទាប់ពីគាត់បានឃើញកូនពពែដែលមានចិត្តគោរពស្រឡាញ់ម្ដាយដែលមុននឹងវាបើកដោះមេវាគឺវាត្រូវតែលុតជង្គង់សុំមេវាដើម្បីឲ្យមេវាផ្ដល់ទឹកដោះឲ្យវាបើអញ្ចឹងគាត់ក៏បានគិតនៅក្នុងចិត្តថាយីខ្លួនឯងនឹងអន់ជាងសត្វទៀតគឺគាត់មិនដែលបាននិយាយពាក្យល្អមិនដែលបានធ្វើអ្វីឲ្យម្ដាយរបស់គាត់សុបាយចិត្តទេគឺគាត់តែងតែជេរតែងតែខឹងហើយពេលខ្លះទៀតគាត់ក៏បានប្រើជ្រោដៃក៏វាយដំម្ដាយរបស់គាត់ទៅហើយកំពុងតែនឹកដូចនោះស្រាប់តែក្រឡេកទៅមើលឃើញម្ដាយពីចម្ងាយក៏រត់ទៅទទួលម្ដាយនឹកស្មានថាខ្លួនខុសព្រោះថ្ងៃនេះគាត់មកយឺតពេកប្រហែលជាកូនគាត់ខឹងខ្លាំងហើយមុខជីវាយធ្វើបាបគាត់ជាក់ជាមិនខានគាត់គិតភ័យខ្លាំងណាស់ខំរត់ថយក្រោយវិញឯកូនក៏រត់តាមហៅម្ដាយកាន់តែភ័យខ្លាំងឡើងហើយក៏បានរត់ទៅដល់ស្ទឹងជ្រៅមួយគាត់ក៏បានចុះទៅបំរុងនឹងឆ្លងតែអនិច្ចាខ្សែទឹកដ៏ខ្លាំងគួចយកគាត់បាត់ទៅហើយពេលនោះកូនក៏រត់ទៅដល់ចុះរាវរកម្ដាយពុំឃើញតែឃើញក្តារមួយបន្ទះតូចដែលទឹកគួចនៅត្រង់កន្លែងដែលម្ដាយបានលោតចុះនោះបុរសនោះមានសេចក្តីទុក្ខសោកឥតឧបមាហើយមិនដឹងថារកម្ដាយឯណាមកតបស្នងសងគុណបានទើបយកក្តារមួយបន្ទះនោះឆ្លាក់ឈ្មោះឪពុកម្ដាយទុកជាទីគោរពសក្ការៈរបស់ខ្លួនអញ្ចឹងអាស្រ័យហេតុនេះហើយទើបជនជាតិចិននាំគ្នានិយមសរសេរឈ្មោះឪពុកម្ដាយទុកជាទីគោរពសក្ការៈរៀងរហូតមកអញ្ចឹងគឺថាសាច់រឿងនេះគឺមិនថាខ្លួនឯងធ្លាប់ធ្វើខុសអីទេឲ្យតែយើងចេះកែប្រែកំហុសគឺបានហើយត្បិតតែសាច់រឿងនេះកូនរបស់គាត់ពុំទាន់បាននិយាយពាក្យសុំទោសទៅកាន់ម្ដាយរបស់គាត់ពុំទាន់បានប្រើពាក្យល្អពុំទាន់បានសងគុណម្ដាយរបស់គាត់ប៉ុន្តែយ៉ាងណាក៏គាត់បានដឹងខ្លួនខុសជាអកុសលត្រូវម្ដាយរបស់គាត់ភ័យរហូតដល់ថ្នាក់រត់ចូលទៅក្នុងទឹកទាំងដែលមិនគិតពីជីវិតខ្លួនព្រោះយ៉ាងណាឲ្យគេចផុតពីកូនព្រោះកូនធ្លាប់តែជេរស្ដីបន្ទោសគាត់អញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងយល់ច្បាស់ពីសាច់រឿងមួយនេះហើយយើងនឹងវិលត្រឡប់មកជួបគ្នាជាមួយនឹងសាច់រឿងថ្មីបន្តទៀតហើយសម្រាប់សាច់រឿងដែលតាក់ទងជាមួយនឹងទឹកចិត្តម៉ែឪដែលប៉ុន្មានរឿងដែលខ្ញុំបាននិទានកន្លងមកគឺយើងត្រូវបានបញ្ចប់នៅក្នុងសាច់រឿងនេះហើយសង្ឃឹមថាបងប្អូនអរគ្នានឹងយល់ពីសាច់រឿងទាំងប៉ុន្មានដែលខ្ញុំបាននិទានឲ្យបងប្អូនអរគ្នាស្ដាប់កំសាន្តអរគុណច្រើនបងប្អូនអរគ្នាយើងនឹងវិលត្រឡប់មកជួបគ្នាជាមួយនឹងអ្វីថ្មីបន្តទៀតនៅក្នុង channel របស់ខ្ញុំបានតែមុននឹងបញ្ចប់បងប្អូនអរគ្នាជួយចុច Subscribe channel របស់ខ្ញុំបានម្នាក់មួយផងណាអរគុណច្រើនជម្រាបលាបាយ